រៀបពីកើតអីមែនមនុស្សក៏ទៅច្រើនមែនដល់ទាំងខ្ញុំដល់ទាំងអីដែរនេះស្វាគមន៍អ្នកនរគ្នាមកកាន់វឡុកទៅសៀមរាបចាថ្ងៃនេះគេថាផ្លោះលបងចេញពីផ្ទះម៉ោង1អីចឹងណាខ្ញុំគ្នានិយាយគ្នាគេថានឹងទៅមើលរះពេលព្រឹកនៅប្រាសាទអង្គរវត្តម្ដងមើលលក្ខណៈថាភ្ញាក់ពីដេកមកភ្លឺនៅអង្គរម្ដងមើលព្រោះមកគឺថាមកដល់អង្គរដល់មុខប្រាសាទហ្មងគឺនៅម៉ោង5:45នាទីខ្យល់អាកាសនៅអង្គរពេលព្រឹកនេះគឺថាតិចស្រួលឲ្យហើយហ្មងអ្នកនរគ្នាធ្លាប់អត់ដឹងមើលក្មួយមុខប្រាសាទអង្គរអីចឹងអង្គុយចាំមើលថ្ងៃអីហ่ะអុយកាលណាយូរទៅដូចអត់ឃើញរះសោះអង្គុយលេងនៅមុខនឹងចិត្ត1ម៉ោងតិចស្រួលនិយាយមែនរៀបភ្លើងចឹងទៅពួកខ្ញុំអង្គុយតាំងពីម៉ោង5ដល់ម៉ោង7កន្លះហើយមានអ្នកមកច្រើនណាព្រឹកឡើងហ្នឹងក៏ច្រើនដែរមានអារម្មណ៍ថាយូរទៅក៏ដូចជាយូរទៅអត់ឃើញព្រះអាទិត្យរះសោះចាំមើលទៅដូចអត់រះសោះក៏នាំគ្នាដើរចូលទៅខាងក្នុងប្រាសាទអីចឹងកាលោវាបានរះអីជាងហ្នឹងអត់ទេថ្ងៃហ្នឹងនិយាយទៅគឺជាថ្ងៃសយហ្មងព្រះអាទិត្យដែលអស់អត់មានរះផងបានតែប៉ាន់ខ្ញុំថតឲ្យអ្នកគ្នាមើលជីវិតបើថាសយក៏ថាបានដែរបានក្រោកព្រឹកម្ដងផងក្រោកព្រឹកម្ដងផងមើលព្រះអាទិត្យអត់រះឲ្យមើលទៀតអត់ទេអ្នកនរគ្នាពេលព្រឹកនៅអង្គរពណ៌ថាតិចស្រួលណាស់ហើយបើថាមកថតរូបទេអ្នកនរគ្នាមកពេលព្រឹកអញ្ចឹងក៏បានដែរនេះអត់មានសូវមនុស្សញ៉ៃញ៉ៃអីទេហើយមួយទៀតអ្នកនរគ្នាបើសិនអ្នកណាគេចង់មកថត pre wedding ខ្លាចក្តៅអីអ្នកនរគ្នាមកពេលព្រឹកមកខ្ញុំឃើញគូនេះមកថតតារាពេលខ្ញុំមកដល់ថតស្មាននឹងមកបើគិតថាខ្លួនឯងចាញ់ថ្ងៃចាញ់ក្តៅអីមកថតស្មាននឹងមកឃើញគេថតបានតិចស្រួលណាឥឡូវសម្រាប់សម្រួលមកព្រះអាទិត្យហ្នឹងគឺអត់រះឲ្យពួកខ្ញុំមើលទេឥឡូវគ្នាខ្ញុំជុំគ្នាហើយក៏យើងចូលព្រះអង្គជ័យព្រះអង្គចោមហើយក៏ចូលទៅ check in នៅទស្សនៈអីអញ្ចឹងចាសូមបង្ហាញគ្រូមួយនេះដែលមានសមាជិក6នាក់គ្រាន់តែទៅសៀមរាប2ថ្ងៃប៉ុណ្ណោះចាមើលតែការវិចខ្ចប់ទៅខ្លាចទស្សនៈគេនឹងអត់មានពូកអត់មានភួយអត់មានខ្នោគឺថាវិចមកទាំងអស់ចាហើយនេះគឺជាទស្សនវិជ្ជានៅក្នុងបន្ទប់ដែលខ្ញុំពួកខ្ញុំគេងខ្ញុំយកក្រេ3ដេកគ្នា4នាក់5នាក់ទាំងកូនប៉ាវឥឡូវយើងមកឆែកមើលតិចទៅថានៅក្នុងបន្ទប់គេមានអីខ្លះអីអញ្ចឹងណាគេនឹងគេដឹងថាខ្ញុំជានារីផ្កាឈូកមែនបានគេរៀបចំជាបែប concept ផ្កាឈូកឲ្យពួកខ្ញុំមកនេះថាបើកទ្វារក្រាក់មកផ្កាឈូកពេញលើពុកអីចឹងនេះជីវិតឲ្យតែឆ្លៀននេះខឹងស្អប់អ្នកណាបើរស់នៅជាមួយនឹងផ្កាឈូកហ្នឹងហើយសម្រាប់បងស្រីខ្ញុំនេះគឺគាត់ជាផ្កាឈូកសចំណែកខ្ញុំគឺផ្កាឈូកបៃតងរស់នៅអាស្រ័យផលជាមួយនឹងទឹកដ៏សែនត្រជាក់ចឹងមិនអាចទៅខឹងស្អប់ឆ្លោះជាមួយអ្នកណាបានទេបន្ទាប់ពីយើង check in អីហើយឥឡូវយើងទៅលេងប្រាសាទនាគពន្ធចាគឺថាមកទាំងភ្លៀងអញ្ចឹងអ្នកទាំងអស់គ្នាចង់មកថតបែបបឹងឈូកមានផ្កាឈូកមានទេសភាពធម្មជាតិអីមកប្រាសាទនាគពន្ធមកដោយអីសម្បូរទៅដោយផ្កាឈូកតែម្ដងហើយមានជីទុកជីអីទៀតណាអញ្ចឹង vlog ភាគ1មកសៀមរាបគឺអស់ត្រឹមហ្នឹងហើយដោយសារតែស្មានហ្នឹងហើយខ្ញុំងុយដេកខ្លាំងណាស់អត់បានដេកទេគឺថាលុតថ្មតែហ្មងកុំភ្លេចតាមដានភាគ2ផងណាអរគុណសម្រាប់ការទស្សនា